រឿងកំណាតព្រះយេស៊ូវភាគទី1ទេវតាមកជួបម៉ារីនិងយូសែបព្រះគម្ពីរលូកាជំពូក1ខ26ដល់ខ38ព្រះគម្ពីរម៉ាថាយជំពូក1ខ18ដល់ខ25ម៉ារីកុំខ្លាចឡើយព្រះនៅជាមួយនាងហើយអូមានរឿងអ្វីកើតឡើងមើលនាងនឹងមានកូនហើយត្រូវថ្វាយព្រះនាមថាយេស៊ូវព្រោះបុត្រនោះគឺមកពីព្រះទ្រង់នឹងសោយរាជ្យអស់កលជានិច្ចតាការនោះកើតឡើងយ៉ាងម៉េចកើតបើខ្ញុំមិនទាន់រៀបការផងព្រះវិញ្ញាណរបស់ព្រះនឹងគ្របបាំងនាងដោយស្រមោលដូចនេះបុត្រដែលមកចាប់ទុំផ្ទៃនាងគឺជាព្រះរាជបុត្រានៃព្រះខ្ញុំជាអ្នកបម្រើព្រះសូមឲ្យការនោះកើតឡើងតាមដែលលោកបាននិយាយចោះមិនពិតទេហេតុអ្វីបានម៉ារីមានកូនយូសែបពូជលួងដាវីតអើយកុំខ្លាចនឹងយកម៉ារីជាប្រពន្ធអ្នកឡើយព្រោះកូនក្នុងផ្ទៃរបស់នាងមកពីព្រះវិញ្ញាណបរិសុទ្ធទេអ្នកត្រូវថ្វាយព្រះនាមថាយេស៊ូវព្រោះទ្រង់នឹងសង្គ្រោះប្រជារាស្ត្ររបស់ទ្រង់ឲ្យរួចពីបាបបាទខ្ញុំនឹងធ្វើតាមបងយូសែបទេវតាបានមកជួបអូនទេវតាក៏មកប្រាប់បងដែរហើយបងយល់គ្រប់យ៉ាងអស់ហើយអូនសប្បាយចិត្តណាស់ដែលបងយល់ពីអូនបងនឹងមើលថែអូននឹងមិនឲ្យអូនខ្មាស់គេទេហើយយើងនឹងជឿទុកចិត្តលើព្រះជាមួយគ្នាចាអរគុណបងម៉ារីអូនពោះអូនកាន់តែធំយើងជិតបានឃើញព្រះបុត្រតូចហើយចាមែនហើយបងព្រះយេស៊ូវអើយពួកយើងត្រៀមរួចជាស្រេចហើយសម្រាប់បេសកកម្មរបស់ទ្រង់